ទាំងស្ត្រីមានបរិសុទ្ធមានទាំងអ្នកឆ្លៃភេទទាំងគ្នាទាំងអស់យកមកជុំគ្នានេះគោលដៅផងគឺដើម្បីរួមលោកបំបានអំពើហិង្សាលើស្ត្រីរួមជាមួយនឹងយុទ្ធនាការ16ថ្ងៃលោកបំបានអំពើហិង្សាលើស្ត្រីដែរយើងមើលឃើញថាស្ថានភាពអំពើហិង្សានេះមាននៅតែកើតឡើងវាអត់ទាន់ដោយសារតែផ្នែកសង្គមដោយសារតែបាត់មិនទាន់មានភាពរឹងមាំទៅឡើយក្នុងការការពារស្ត្រីហើយនឹងខ្វះយន្តការផ្សេងៗក្នុងការការពារគាត់ប៉ុន្តែការចូលរួមរបស់ស្ត្រីក៏មានការកើនឡើងដែរអញ្ចឹងទៅការយល់ដឹងផងសិទ្ធិរបស់គាត់ក៏មានការប្រសើរឡើងជាលំដាប់បញ្ហាដែលស្ត្រីប្រឈមរាល់ថ្ងៃនេះបញ្ហាខ្លាំងបំផុតគឺបញ្ហាអំពើហិង្សាមានសាររូបភាពដែលកើតឡើងចំពោះស្ត្រីដែលអំពើហិង្សាក្នុងគ្រួសារអំពើហិង្សាលើផ្លូវភេទអំពើហិង្សាលើការរើសអើងផ្សេងៗនៅក្នុងសង្គមហើយបញ្ហាដែលយើងប្រឈមមុខខ្លាំងជាងគេដែលយើងអត់ដឹងក្នុងស្រុកទេគឺអំពើហិង្សាដែលស្ត្រីគាត់ធ្វើចំណាក់ស្រុកចេញទៅក្រៅប្រទេសគាត់ទទួលរងអំពើហិង្សាផ្សេងៗដូចការចាប់រំលោភការវាយដំពីម្ចាស់ផ្ទះអីផ្សេងៗKita didorong terus